ក្នុងរាត្រីស្ងប់ស្ងាត់មួយមានសំឡេងយំខ្សោយនៃទារកលក្ខណៈធ្វើដំណើរចេញពីបន្ទប់គេងរបស់នាងដើម្បីចូលទៅបំបើទារកនាងហត់នឿយណាស់ដោយសារទារកបានយំចំនួន3យប់ហើយគាត់បានដាក់កាមេរ៉ាឃ្លាំមើលក្នុងបន្ទប់ទារកដើម្បីពិនិត្យពេលព្រឹកឡើងលក្ខណៈមើលវីដេអូក្នុងកាមេរ៉ានៅវេលាម៉ោង 2:57 នាទីយប់គាត់ឃើញរូបមនុស្សស្រីម្នាក់ដើររអើក្រោមគ្រែទារកដោយគ្មានសំឡេងទន្ទឹមនឹងនោះកូនចាប់ផ្ដើមយំទាំងអស់កម្លាំងលក្ខណៈភ័យស្ទើរតែធ្លាក់ទូរស័ព្ទហើយហៅឲ្យគេជួយលោកវេជ្ជបណ្ឌិតហេងមកពិនិត្យទារកប៉ុន្តែរកមិនឃើញថាមានបញ្ហាអ្វីនោះទេលក្ខណៈបង្ហាញវីដេអូឲ្យគាត់មើលគាត់សើចហើយបាននិយាយថាអាចជាការលេងសើចឬការចងចាំខុសប៉ុន្តែពេលគាត់យកឧបករណ៍វាស់កម្ដៅចិត្តគ្រែទៅកាន់ក្រោមគ្រែមានសញ្ញាអាចកំបាំងសីតុណ្ហភាពទាបជ្រុលពេលរាត្រីបន្ទាប់បន្ទប់ក្មេងបិទភ្លើងហើយកាមេរ៉ាឃ្លាំមើលបង្ហាញរូបស្រីស្លៀកសម្លៀកបំពាក់ចាស់ដើររអើក្រោមគ្រែនាងសម្លឹងកាមេរ៉ានិងសើចយ៉ាងស្រួលទារកយំខ្លាំងមិនឈប់ឡើយលក្ខណៈរត់ចូលបន្ទប់ខណៈកាមេរ៉ាឆែកចេញដោយខ្លួនឯងមនុស្សចាស់ម្នាក់ប្រាប់ថាមានស្រីម្នាក់ឈ្មោះកចាន់និចដែលធ្លាប់រស់នៅផ្ទះនោះនឹងស្លាប់ដោយសម្លាប់ខ្លួនក្រោមគ្រែបន្ទាប់ពីត្រូវប្តីធ្វើអំពើអយុត្តិធម៌ពេលស្លាប់នាងមានផ្ទៃពោះនិងអង្រួនជំនឿថាកូននាងត្រូវស្នងជីវិតវិញក្នុងផ្ទះនោះលក្ខណៈចាក់ចេញពីផ្ទះដោយឆាប់នោះតែមុនចាក់នាងមានចាប់អារម្មណ៍ថានៅក្នុងកាមេរ៉ាបន្ទាប់ពីគេចាក់ចេញវិញ្ញាណកចាន់និចមើលទៅក្រៅបង្អួចហើយនិយាយថាត្រូវមកវិញកូននាងនៅទីនេះក៏ហើយភ្លើងបិទដោយខ្លួនឯង